ស្រាប់តែលើគេថាបន្ទប់នៅលើភ្នំគិរីរម្យហ្នឹងថ្លៃប៉ុន្តែមកនាំអ្នកគ្នាមកស្គាល់កន្លែងគេងថ្មីមួយនៅលើភ្នំគិរីរម្យមកបន្ទប់គេតម្លៃចាប់ពី$95ឡើងទៅទេប៉ុន្តែគេមានប្រូម៉ូសិន25រហូតដល់30%អ្នកនរគ្នាចឹងសម្រាប់ជនខ្មែរអ្នកគាត់មានកម្រងទៅលេងគិរីរម្យអីកក់ទុកមុនឲ្យហើយហែទឹកនៅជាប់មាត់ជ្រោះហើយលយខ្លាំងហើយចំណតឡាន free ម្ហូបនៅលើហ្នឹងក៏មានលក់ជាពិសេសពេលព្រឹកឡើងគេ free breakfast ទៀតនៅលើហ្នឹងសេវាកម្មល្អខ្លាំងដឹកយើងទៅដល់កន្លែងគេងហ្មងបើបន្ទប់វិញអ្នកនរគ្នាអាចមើល view បានគឺ view បែបកញ្ចក់នៅក្នុងហ្នឹងគឺយើងឃើញជ្រោះនៅខាងមុខយើងនឹងផ្ទាល់តែម្ដងបន្ទប់គេស្អាតអាវ៉ាន់គេវិញគឺទំនើប high so ហ្មងអ្នកនរគ្នាក្នុងតម្លៃហ្នឹងគឺអ្នកនរគ្នាទទួលបានជាមួយនឹង environment មួយដែល premium មែនតើសម្រាប់បន្ទប់នៅលើហ្នឹងគឺស្អាតខ្លាំងអ្នកនរគ្នាដែលគាត់មានលក្ខណៈគ្រួសារទៅ enjoy life ជាមួយកូនដូចថា2នាក់កូន2កូន3អីចឹងគេងជុំគ្នាបានហើយមានក្រែសម្រាប់ family ឬមួយក៏ក្រែ1ក្រែ2អីក៏គេងបានដែរប៉ុន្តែបន្ទប់ដែលខ្ញុំកំពុងតែថតនេះជាប្រភេទបន្ទប់ក្រែ3ប៉ុន្តែហ្នឹងគឺមួយចំហៀងក្រែ2មួយចំហៀងទៀតក្រែ1យើងអាចដើរប្រឡោះកដាលឆ្លងទៅរកគ្នាបានហ្មងយកទៅសប្បាយបើយើងទៅរបៀបបែបជួបជុំគ្រួសារអីតែបើនៅប្រឡោះកដាលនៅបន្ទប់ហ្នឹងគឺគេដាក់ជាមួយនឹងសាឡុងឬមួយក៏ទូទឹកកកហើយទូទស្សន៍ឲ្យយើងអង្គុយលេងឈៀលអីចឹងមួយគ្នាទៅបើសម្រាប់នៅខាងមួយចំហនេះវិញគឺគេពាក់ព័ន្ធមួយ restaurant នៅជាប់ជាមួយនឹងមាត់ជ្រោះហើយនៅជាប់ជាមួយនឹងអាងហែទឹកហ្មងអ្នកនរគ្នាឈៀលខ្លាំងមែនតើនៅហ្នឹងពេលថ្ងៃលិចស្អាតខ្លាំងណាស់ថត view ថតអីមកគឺស្អាតមែនតើបរិយាកាសរបៀបការខ្ញុំទៅចុងខែ3ហ្នឹងគឺនៅមានរបៀបបែបចុះអាប់ពេលអត់ក្តៅអ្នកនរគ្នាលើភ្នំគឺឈៀលស្អាតសប្បាយមែនតើជាពិសេសបរិយាកាសប្លែកដែលថានៅលើ resort កន្លែងគេអត់តែមានណាគេមានភូនៅជាប់ជ្រោះចឹងឯណាអ្នកនរគ្នាអញ្ចឹងហើយជាមួយបរិយាកាសពេលល្ងាចឡើងចឹងយើងញ៉ាំអីឈៀលមួយខ្ញុំគ្រួសារអីចឹងទៅពេលព្រឹកឡើងគេមាន free breakfast អីឲ្យយើងដាក់មួយចានហៀពេញហ្មងអ្នកនរគ្នាសម្រាប់អ្នកគាត់មានកម្រងទៅដើរលេងនិយាយទៅកក់មុនឲ្យហើយទៅព្រោះដោយសារគេមាន promotion ច្រើនអញ្ចឹងអ្នកនរគ្នាត្រូវតែកក់មុនបាត់